purchase record ទេ បាទ គាត់ដាក់ក្នុង purchase record តែចំណាយរបស់ក្រុមហ៊ុនមកកត់ផ្ទាល់ទេតម្លៃសម្រាប់ក្រុមហ៊ុន liner ក្រៅប្រទេសតើគាត់មានត្រូវ compliance monthly ទេថាគាត់អត់ទេ បាទ គាត់មាន obligation តែមួយគត់ត្រូវ pay withholding tax 3%អញ្ចឹងសំណួរសួរថាចុះ agent ដែលគាត់ជា agent របស់ liner ហ្នឹងឬក៏ branch office ឬក៏ subsidiary តើគាត់ត្រូវប្រកាស 3% ហ្នឹងមិន បាទបង គេមិនតម្រូវឲ្យគាត់កត់ត្រាចំណាយហ្នឹងឬក៏លុយដែល bill ដែលគេយកលុយទៅវិញហ្នឹងប្រតិបត្តិការហ្នឹងនៅក្នុង purchase record ទេ អូខេ ដល់ឡែកប្រសិនបើប្រតិបត្តិការហ្នឹងជាប់ពន្ធ 3% គាត់ត្រូវដាក់ចូលទៅក្នុង directly ចូលទៅក្នុង withholding tax journal តែម្ដង បាទ មិនតម្រូវឲ្យដាក់ចូលនៅក្នុង purchase record ទេតែដាក់ចូលទៅក្នុង withholding tax journal តែម្ដង បើសម្រាប់ e-filing យើងអាចនិយាយបានថា transaction ដែលយើង pay ចំនួនហ្នឹងឬក៏ transaction ដែលតាក់ទងជាមួយនឹង gross income ទៅលើ liner ដែលជាក្រុមហ៊ុនក្រៅប្រទេសហ្នឹងគឺយើងអត់ដាក់ចូលនៅក្នុងបញ្ជីទិញលក់នៅក្នុង e-filing ទេ right ប៉ុន្តែត្រូវដាក់បញ្ចូលនៅក្នុង section withholding tax បាទតែចំណូលគាត់ទទួលបានពីការនាំចេញតែប៉ុណ្ណោះ បាទ សំចាំកន្លែងហ្នឹង បាទ ដាក់ចូលក្នុង withholding tax journal 3% តែលើចំណូលដែលគាត់ បាទ នាំចេញ income from export only right ខ្ញុំគិតថាចំណុចនេះអ្នកទាំងអស់គ្នាអាចដឹងហើយថា deadline នៃការប្រកាសពន្ធប្រចាំខែគឺថ្ងៃទី